សួស្តីចែចាបងសួស្តីចែឈ្មោះអីដែរខ្ញុំឈ្មោះណាលីនថ្ងៃនេះជាថ្ងៃអីដែរសម្រាប់ចែជាថ្ងៃដែលសប្បាយចិត្តនៅក្នុងការពារសាណាឆ្នាំទី4អារម្មណ៍មុនពេលនិងក្រោយពេលដែលបញ្ចប់ការពារសាណាចែយាយប្រាប់បានអត់ថាមានអារម្មណ៍បែបណាដែរមុនពេលការពារហ្នឹងគឺមានអារម្មណ៍ថាភ័យតិចតួចគិតថាខ្លួនឯងនិងក្រុមហ្នឹងធ្វើឲ្យបានល្អតែជាក់ស្ដែងគឺធ្វើបានទៅយ៉ាងរលូនថ្ងៃនេះមានអារម្មណ៍ថាសប្បាយដោយសារតែរយៈពេល4ឆ្នាំទៅបានបញ្ចប់ថ្ងៃនេះហើយក៏4ឆ្នាំមានតែម្ដងទេចាចែវិញមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែនដែលបានបញ្ចប់ថ្នាក់បញ្ញាបត្រហើយក៏មានទាំងការភ័យព្រួយការរំភើបសប្បាយចិត្តជាខ្លាំងហើយអរគុណសាលាមែនទែនដែលផ្ដល់ឱកាសឲ្យបានមកសិក្សានៅទីនេះដើម្បីទទួលបានចំណេះដឹងថ្មីដើម្បីយកទៅអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងផងដែរពួកចំណាប់អារម្មណ៍អាត្មាទី1គឺមានភាពសប្បាយរីករាយដោយឃើញសិស្សប្អូនគាត់ធ្វើបានល្អហើយអញ្ចឹងជាលក្ខណៈមោទនភាពមួយដែលឃើញថានិស្សិតគ្រប់ឯកទេសទាំងអស់គាត់ធ្វើបានល្អហើយនេះជាកត្តាពឹងប្រែងរបស់ពួកគាត់ដែលព្យាយាមធ្វើសារណាបញ្ចប់ឆ្នាំសិក្សារបស់គាត់ហើយក៏វាជាកត្តានៃការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរបស់សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជរបស់យើងផងដែរហើយមួយទៀតវាជាសក្តានុពលនៃការផ្ទេរចំណេះដឹងរបស់សាស្ត្រាចារ្យគ្រប់ឯកទេសទាំងអស់និយាយទៅមែនទែនទៅទទួលបានបទពិសោធន៍ច្រើនដោយសារតែយើងជួបគ្រូពីតម្លៃនិងគ្រូដឹកនាំអញ្ចឹងទៅគាត់ផ្ដល់ជាបទពិសោធន៍ឬក៏វិធីសាស្ត្រថ្មីៗមកឲ្យយើងត្រឡប់ទៅវិញដើម្បីឲ្យយើងយកទៅកែសម្រួលនៅប្រធានបទរបស់យើងអញ្ចឹងចា៎ចំណុចដែលសំខាន់ក្នុងការធ្វើឲ្យសារណាបទរបស់យើងទទួលបានជោគជ័យក៏ដូចជាគុណតម្លៃដែលយើងទទួលបានពីការសិក្សាស្រាវជ្រាវនោះយើងដឹងហើយថាដំបូងឡើយយើងគឺត្រូវតែច្បាស់ទៅលើប្រធានបទរបស់យើងក្នុងការសិក្សាស្រាវជ្រាវហើយទី2នោះគឺយើងត្រូវសហការគ្នាក៏ដូចជាស្រុះស្រួលជាមួយនឹងលោកគ្រូឬក៏ជាសាស្ត្រាចារ្យណែនាំហ្នឹងហើយជាពិសេសទៀតនោះគឺសមាជិកក្រុមនីមួយហ្នឹងមានសមាជិក4នាក់ក្តី5នាក់ក្តីគឺត្រូវតែសហការគ្នាព្យាយាមជួយពន្យល់គ្នាទៅលើប្រធានបទដែលឲ្យត្រូវនឹងគោលបំណងនឹងវិធីសាស្ត្រនៃការស្រាវជ្រាវរបស់យើងហើយបន្ថែមពីនេះទៅទៀតគឺយើងត្រូវមានពេលវេលាឬក៏យើងត្រូវសហការជាមួយលោកគ្រូឬក៏សិស្សច្បងពិសេសគេគឺត្រូវសាកសួរគាត់នៅចំណុចណាដែលយើងឆ្ងល់ហើយគាត់អាចជួយបានព្រមទាំងមានទំនាក់ទំនងល្អជាមួយនឹងគ្រូណែនាំជាពិសេសតែម្ដងណាបញ្ហាប្រឈមពេលកាលណាទី1គឺពេលវេលាគ្នារបស់យើងគឺគាត់រៀងរវល់រៀងខ្លួនហើយមួយទៀតគឺកត្តាពេលវេលាយើងកំណត់ដាក់ទីតាំងដាក់ម៉ោងដាក់ពេលវេលាប៉ុន្តែយើងមកអត់តាន់ពេលអត់ខ្ញុំផ្ទាល់ហើយនៅពេលយើងធ្វើសិនណាយើងរៀនបានច្រើនទី1គឺយើងចេះធ្វើការងារជាក្រុមហើយយើងដឹងចិត្តគ្នាហើយជាពិសេសគឺយើងចេះសហការគ្នាបានល្អមានពាក្យពេចន៍អីផ្ដាំដល់និស្សិតដែលជាបងប្អូនជំនាន់ក្រោយសម្រាប់ជារបៀបឬក៏ជាបទពិសោធន៍ក្នុងការសិក្សារៀនសូត្រនៅសាកលវិទ្យាល័យហើយទាក់ទងនឹងការពារសាសនាចាសម្រាប់នេះខ្ញុំគឺចង់ឲ្យបងប្អូនជំនាន់ក្រោយហ្នឹងគាត់ខិតខំរៀនគាត់ខំយកចិត្តទុកដាក់នៅក្នុងការពារនៅក្នុងការសិក្សាស្រាវជ្រាវនៅប្រធានបទហើយនឹងព្យាយាមនៅស្ដាប់នៅលោកគ្រូអ្នកគ្រូដែលគាត់បញ្យល់នៅក្នុងការរៀនសូត្ររបស់យើងហ្នឹងគឺទៅដល់ថ្ងៃនេះយើងអាចធ្វើបានល្អចាទី1គឺត្រូវត្រៀមខ្លួនទុកជាមុនសម្រាប់ការធ្វើជ្រើសរើសប្រធានបទការពារសាសនាទី2គឺយើងត្រូវរកឯកសារឲ្យបានច្រើនស្រាវជ្រាវឲ្យបានច្រើនកុំឲ្យយើងវិបថាពេលការពារហើយពេលយើងត្រូវដំណាក់កាលនៃការពារយើងអត់ដឹងថាត្រូវនិយាយពីអីណាហើយត្រូវត្រៀមសំណួរចម្លើយទុកឲ្យស្រាច់ជាមុនដែរឧស្សាហ៍សម្រាប់និស្សិតជំនាន់ក្រោយគឺសូមលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះវិធីសាស្ត្រស្រាវជ្រាវដើម្បីការសរសេរសារណារបស់យើងនឹងបានល្អហើយអ្វីមួយទៀតគឺយើងត្រូវត្រៀមខ្លួនទុកជាមុនសម្រាប់អ្វីដែលយើងធ្វើនៅពេលខាងមុខបន្តិចទៀតហើយចោះចំពោះចែវិញជាចុងក្រោយតើមានអីអរគុណដល់សាលាដែរនាងខ្ញុំសូមអរគុណទៅដល់គណៈគ្រប់គ្រងប្រយុទ្ធមនិតវិទ្យាដែលបាន
ដឹកនាំគ្រប់គ្រងសាលាសាខាបដិកសកលវិទ្យាល័យខេត្តបាត់ដំបងដែលគាត់បានផ្ដល់ឱកាសឲ្យនិស្សិតគ្រប់រូបមិនថាអ្នកនៅខេត្តបាត់ដំបងតាមបណ្ដាខេត្តនានាបានសិក្សាបានចូលមកសិក្សារៀននៅសាលានេះផ្ទាល់គឺគាត់បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសិស្សគ្រប់រូប